បាទសួស្តីអ្នកទាំងអស់គ្នាបាទវិលជួបគ្នាម្ដងទៀតហើយបាទហើយក្នុងវីដេអូនេះដែរខ្ញុំនឹងមកធ្វើការប្រៀបធៀបគ្នារូបមន្តហើយយើងប្រើប្រាស់គឺមានរូបមន្ត SumIf ហើយនិង SumIf ដែលមាន S តើការប្រើប្រាស់ទាំងពីរហ្នឹងខុសគ្នាបែបម៉េចអូខេអញ្ចឹងនេះរូបមន្តមានSumIf ហើយនិង SumIf ដែលមាន S នេះអញ្ចឹងយើងប្រើរូបមន្ត SumIf នេះគឺដើម្បីធ្វើការគណនាផលបូកដែលមានលក្ខខណ្ឌតែមួយបាទអញ្ចឹងរូបមន្តនេះគឺយើងមានថាគណនាផលបូកដែលវាមានលក្ខខណ្ឌតែមួយចំណែករូបមន្ត SumIf ដែលមាន S នេះគឺមានន័យថាគឺយើងគណនាផលបូកដែលវាមានលក្ខខណ្ឌច្រើនលក្ខខណ្ឌហ្នឹងគេចង់និយាយពីលក្ខខណ្ឌបែបម៉េចឥឡូវខ្ញុំឧទាហរណ៍នៅក្នុងលំហាត់នេះមួយឧទាហរណ៍ថាយើងចង់គណនាផលបូកទិន្នន័យទៅតាមប្រភេទស្រាបៀរមួយឧទាហរណ៍ថាកន្លែងនេះខ្ញុំចង់បូកប្រភេទទិន្នន័យស្រាបៀរអង្គរបៀរចុះអញ្ចឹងខ្ញុំចង់បូកសរុបទិន្នន័យវាហើយយើងចង់បូកសរុប ABC បៀរចុះអញ្ចឹងដើម្បីបូកសរុបនឹងបានគឺយើងត្រូវប្រើរូបមន្តមួយដែលហៅថា SumIf អញ្ចឹងក្នុងនេះគឺខ្ញុំប្រើរូបមន្ត SumIf អូខេខ្ញុំចង់ស្វែងរកទំនិញចំនួនទំនិញជាប្រភេទស្រាបៀរអង្គរបៀរចុះឥឡូវឧទាហរណ៍អូខេអញ្ចឹងខ្ញុំប្រើរូបមន្ត SumIf អញ្ចឹងមុនដំបូងគឺខ្ញុំត្រូវការ select ទៅលើឈ្មោះ product បាទទាំងអស់មកយើង select ទាំងអស់មកបាទហើយកន្លែងនេះខ្ញុំ comma មួយបាទហើយបន្ទាប់មកកន្លែងនេះយើងចង់ស្វែងរកទៅលើស្រាបៀរឈ្មោះអង្គរបៀរបាទអញ្ចឹងកន្លែងនេះខ្ញុំបើក double quote មួយបាទអញ្ចឹងខ្ញុំសរសេរអង្គរបៀរបាទអូខេអញ្ចឹងកន្លែងនេះខ្ញុំក្បៀសមួយបាទអូខេអញ្ចឹងបន្ទាប់ពីយើងចង់ស្វែងរកទៅលើប្រភេទទំនិញអង្គរបៀរតើយើងចង់ស្វែងរកទៅលើអ្វីឧទាហរណ៍ថា QTY ទៅតាមចំនួនឬក៏តម្លៃសរុបឬក៏តម្លៃសរុបជាប្រាក់រៀលឬជាប្រាក់ដុល្លារតទៅនឹងប្រភេទទំនិញអង្គរបៀរហ្នឹងឥឡូវឧទាហរណ៍កន្លែងនេះខ្ញុំចង់ស្វែងរកទៅលើចំនួនតើប្រភេទអង្គរបៀរហ្នឹងវាមានចំនួនប្រមាណអញ្ចឹងខ្ញុំគ្រាន់តែ select ទៅលើទំនិញប្រភេទទំនិញទាំងអស់ហ្នឹងទៅអញ្ចឹងវានឹងចាប់ទិន្នន័យតែអង្គរបៀរទេបាទអញ្ចឹងកន្លែងនេះគឺខ្ញុំ select ទៅលើវាទាំងអស់ហើយខ្ញុំបិទធ្វើការបិទមុខកញ្ចក់ទៅខ្ញុំ enter អញ្ចឹងកន្លែងនេះវាបង្ហាញមកវាបូកសរុបមកបានចំនួន208អញ្ចឹងកន្លែងនេះយើងមើលជាក់ស្ដែងប្រភេទទំនិញអង្គរបៀរអូខេនៅខាងលើនេះមួយអញ្ចឹងមានចំនួន200អញ្ចឹងយើងមើលនៅខាងក្រោមទៀតបាទកន្លែងខាងក្រោមនេះគឺវាមានចំនួន80បាទអញ្ចឹងគឺបាន280បាទអញ្ចឹងឥឡូវខ្ញុំចូលទៅការប្រើប្រាស់រូបមន្ត SumIf ដែលមាន S ម្ដងបាទអូខេអញ្ចឹងអ្នកសង្ឃឹមថាអ្នកទាំងអស់គ្នាអាចយល់បានហើយបាទអូខេតើតើការប្រើប្រាស់រូបមន្ត SumIf នេះដែលយើងប្រើសម្រាប់រកផលបូកដែលវាមានលក្ខខណ្ឌតែមួយបាទអូខេឥឡូវខ្ញុំទៅចូលទៅលំហាត់ដែលតាក់ទងនឹងការប្រើប្រាស់អូខេរូបមន្ត SumIf ដែលមាន S បាទអញ្ចឹងកន្លែងនេះឧទាហរណ៍ថាតាក់ទងនឹង product កន្លែងនេះគឺមានឈ្មោះ product ហើយកន្លែងនេះតាក់ទងនឹង region នេះតាក់ទងនឹងតំបន់បាទ cell នេះអូខេតំណែងដែលយើងនាំចេញទៅឧទាហរណ៍ថាប្រមាណអញ្ចឹងទៅណាបាទអូខេអញ្ចឹងកន្លែងនេះខ្ញុំចង់ឥឡូវឧទាហរណ៍ថាខ្ញុំចង់ស្វែងរកថាតាក់ទងឈ្មោះ product Apple ចុះដែលបានចេញទៅក្នុងមានថាតំបន់ខាងជើងទៅណាបាទអូខេកន្លែងនេះតំបន់ខាងជើងនេះទៅបាទឥឡូវខ្ញុំសរសេររូបមន្ត SumIf មកបាទដែលមាន S បាទអូខេអញ្ចឹងខ្ញុំអូខេហើយបន្ទាប់មកកន្លែងនេះខ្ញុំត្រូវការ select ទៅលើចំនួនទំនិញនឹងទាំងអស់សិនបាទអូខេយើង select ទាំងអស់អញ្ចឹងមកហើយយើងធ្វើការក្បៀសមួយបាទហើយបន្ទាប់មកយើងធ្វើការ select ទៅលើឈ្មោះ product បាទ select លើទាំងអស់ដែរហើយបន្ទាប់មកយើងក្បៀសមួយហើយបន្ទាប់មកកន្លែងនេះខ្ញុំចង់ស្វែងរកទៅលើប្រភេទ product មួយណាឧទាហរណ៍ថា Apple អញ្ចឹងខ្ញុំបើក double quote មួយខ្ញុំសរសេរ Apple
ខេអញ្ចឹងខ្ញុំគបៀសមួយបាទហើយបន្ទាប់មកយើងធ្វើការ select ទៅលើកន្លែង region នេះមកកន្លែងតំបន់នេះមកបាទហើយយើងគបៀសមួយទៀតហើយកន្លែងនេះយើងចង់ស្វែងរកទៅលើតំបន់មួយណាខាងជើងឬខាងត្បូងបាទអញ្ចឹងខ្ញុំបើក double quote មួយឥឡូវឧទាហរណ៍ថាខ្ញុំស្វែងរកតំបន់ខាងជើងអូខេបាទតែប៉ុណ្ណឹងគឺអាចរួចរាល់ហើយបាទអញ្ចឹងយើងធ្វើការបិទវងកញ្ចក់មកបាទធ្វើការ enter អញ្ចឹងវានឹងបង្ហាញចម្លើយមកឲ្យបាទនៅតំណែងដែលយើងលក់ចេញហ្នឹងតើតើនឹង Apple ហ្នឹងនៅតំបន់ខាងជើង North ហ្នឹងអូខេមានចំនួន280បាទអូខេឥឡូវយើងស្វែងរកខាងត្បូងម្ដងតើតើសោអូខេអញ្ចឹងយើងប្រើមុន SumIf ដែរអូខេអញ្ចឹងយើង select ទៅលើតើតើនឹងតំណែងកន្លែង cell នេះមកបាទហើយធ្វើការគបៀសមួយបន្ទាប់មកយើងធ្វើការ select ទៅលើឈ្មោះ product ទាំងអស់ដែរបាទអញ្ចឹងកន្លែងនេះឧទាហរណ៍ថាយើងចង់ស្វែងរកតើតើនឹង Apple អញ្ចឹងខ្ញុំបើក double quote មួយសេApple អូខេគបៀសមួយហើយបន្ទាប់មកកន្លែងនេះខ្ញុំធ្វើការ select ទៅលើតំបន់កន្លែង region នេះបាទអូខេអញ្ចឹងកន្លែងនេះខ្ញុំចង់ស្វែងរកនៅត្រង់តំបន់ខាងត្បូងសោបាទតែប៉ុណ្ណឹងមកអូខេធ្វើការបិទវងកញ្ចក់ទៅ enter មកអញ្ចឹងវានឹងបង្ហាញចម្លើយបាទអញ្ចឹងកន្លែងនេះយើងនាំចេញទៅតំបន់ខាងជើងមាន270តំបន់ខាងត្បូងមាន100បាទហើយក្នុងវីដេអូនេះដែរគឺយើងមានតែប៉ុណ្្នឹងទេបាទសូមអរគុណសម្រាប់ការទស្សនាវីដេអូនេះពីដើមរហូតដល់ចប់បាទ